ជំរាបសួរក៏ដូចសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាថ្ងៃនេះបងដែរខ្ញុំបាទ Full Year Anime ខ្ញុំបាទមកសម្រាប់រឿង Chain Smoker Cat ដែលជាភាគទី5នៃភាពបន្តអ្នកគ្នាពេលដំបូងខ្ញុំគិតថាធ្វើរឿងឲ្យប្រវត្តិទេក៏ប៉ុន្តែឃើញថាមានការខមមិនហើយតែប៉ុន្តែបាទខមមិនសចង់មកកាប់ខ្ញុំដល់តែឯណាអត់ធ្វើរឿងមើលដល់ចឹងទៅខ្ញុំអត់កែភ័យខ្លាំងមែនតើហើយអ្នកខមមិនគម្រាមខ្ញុំម៉ែគ្មានឈ្មោះសេនាឆ្កែទេគឺថាឈ្មោះអូនយូយូតែឥឡូវក៏មកខាពេលប្លេយូទៅយើងចូលទៅកាន់សេរីរឿងរបស់យើងតែមកទៅបាទ Let's go តាមសេរីរឿងភាគទី5ដំបូងគឺយើងបានឃើញថាអាចារ្យនីកូយើងនេះក៏បានអង្គុយជួបប្រៃមួយទទួលអញ្ចឹងទៅតាមចរិតរបស់នាងធម្មតាអញ្ចឹងហើយបន្ទាប់មកក៏ស្រាប់តែនាងក៏បានចាប់អារម្មណ៍ជាមួយនឹងប្អូននៅខាងក្រៅនោះនាងបានគិតថាបើសិនជាថ្ងៃនេះបើសិនជានាងមិនបានបើកប្អូនទេគឺថានាងពិតជាក្តៅសោះខ្លាំងមែនទែនពីព្រោះដោយសារតែនាងគឺថាបានធ្វើការអោលោកតារបស់យើងនឹងគឺថាពិតជាថ្ងៃក្តៅខ្លាំងមែនទែនអញ្ចឹងទៅនាងក៏បានចាប់អារម្មណ៍ជាមួយនឹងអាខិតបោនោះនាងក៏បានដើរទៅបើកក៏បានឃើញជាមួយនឹងយន់បិទការពីខ្មោចយើងទៅហើយក៏បានធ្វើឲ្យនាងមានអារម្មណ៍ថាភ័យមែនទែនថាជុំកន្លែងនេះនឹងមានខ្មោចមែនណាហើយពេលមកគឺថានាងក៏បានភ័យមែនទែនបានស្រែកឡូឡាពេញនឹងហើយសំឡេងស្រែករបស់នាងក៏ថាបានលើទៅដល់លោកតារបស់យើងបាត់ហើយបាត់លោកតារបស់យើងគាត់ក៏បាននិយាយថាជុំថ្ងៃនេះវាកាត់ឲ្យគេវាគោស្រែកឡូឡាពេញទេទៅអាថ្ងៃមិញធ្វើបាបគាត់នឹងគូក្បាលក៏ microwave ហើយដូចចឹងទៅគាត់ក៏បានអាត់កោខាងក្រៅម៉ាលីមិនណាក៏បានឃើញជាមួយនឹងចានីកូរបស់យើងអាត់កោមកដែរក៏បានស្រែកសួរថាតើយន់នឹងមានន័យថាម៉េចយន់នឹងជាប់អញ្ចឹងហ្នឹងហើយធ្វើឲ្យនាងមានអារម្មណ៍ថាភ័យមែនទែនតើផ្ទះរបស់នាងមានខ្មោចមែនទេហើយលោកតារបស់យើងហ្នឹងគាត់មិននិយាយច្រើនទេគាត់ក៏បានទាញទ្វារបិទបាត់ម៉ែយ៉ានីកូរបស់យើងនៅតែធ្វើការអើតក្បាលមកនិយាយជាមួយគាត់ទៀតមួយហើយតែមួយគាត់ដែលលោកតារបស់យើងហ្នឹងគាត់ថាបានទាញទ្វារបិទហ្នឹងគឺដោយសារតែគាត់ហ្នឹងពេលនេះគឺកំពុងតែស្រាតទៅធ្វើឲ្យលោកតារបស់យើងគាត់ក៏មានអារម្មណ៍ថាខឹងមែនទែនបានដំបូងគឺថាអើតគាត់ដើម្បីស្ដាប់សំឡេងទេក៏ប៉ុន្តែគឺថាចៃដន្យនេះយ៉ានីកូរបស់យើងអើតក្បាលមកឃើញបាត់ទៅហើយបាទឃើញជាមួយនឹងកាប៉ែគូរបស់លោកតារបស់យើងមកខ្មៅឥឡូវសេរឿងរបស់យើងក៏បានកាត់មកខាងផ្ទះរបស់យ៉ានីកូរបស់យើងវិញដោយស្របពេលណាក៏យើងបានឃើញជាមួយនឹងតួអង្គថ្មីម្នាក់ហើយនាងនឹងគេមានឈ្មោះថាយូរូហ្វូវ៉ាអ្នកគ្នាហើយគាត់គឺថាជាតួអង្គសំខាន់នៅក្នុងសេរឿងមួយនេះផងដែរពីព្រោះតែតានាងនឹងគឺជាមិត្តភក្តិរួមថ្នាក់ការពីដែលអូនយ៉ានីកូរបស់យើងរៀននៅវិទ្យាល័យអញ្ចឹងឥឡូវតួស្រីមួយនេះផងដែរគឺថាខ្ញុំសូមហៅគាត់ថាហ្វូវ៉ាហ្មងទៅអ្នកគ្នាស្រួលហៅខ្លីៗងាយយល់ងាយចាំពូវ៉ារបស់យើងនាងមកផ្ទះយ៉ានីកូនៅពេលនេះមូលហេតុតែមួយគត់គឺថានាងគឺពិតជាយ៉ានីកូរបស់យើងខ្លាំងមែនទែនដោយសារតែពួកគេធ្លាប់តែរៀនជាមួយគ្នាយ៉ាងទៅដល់ពេលដែលគេនឹងបានរៀនចប់រៀនអីបានបែកគ្នាយ៉ាងទៅក៏បាននឹកគ្នាខ្លាំងមែនទែនពាក្យសម្ដីដំបូងដែលនាងបានសួរទៅកាន់យ៉ានីកូនឹងគ្មានអីច្រើនទេសួរនាងថាតើនាងនៅតែជួបប្រៃដូចមុនទៀតអត់យ៉ានីកូក៏បានតបថាយ៉ានីកូគឺនៅតែជាយ៉ានីកូអញ្ចឹងជួបប្រៃដូចជាមុនហើយឥឡូវមិនមែនជួបដូចមុនទេជួបលើសដើមទៀតសាហាវខ្លាំងមែនទែនទៀតបែកហើយក៏បានធ្វើឲ្យអូនហ្វូអានរបស់យើងនឹងនាងក៏បានមានអារម្មណ៍ថាជុំគេថ្ងៃមុនគេនាងឯងថាឈប់ជួបអីតែឥឡូវនេះតែជួបប្រៃទៀតយ៉ានីកូក៏បានតបថាឥឡូវគឺថានាងសុំជួបម្ដងទៀតបានអត់ដោយសារតែឥឡូវនេះនាងក៏បានចេះលុយច្រើនណាស់មែនទែនទិញជាមួយនឹងបរិយថ្លៃយកមកជួអញ្ចឹងទៅហើយអូនហ្វូអាយើងនាងក៏បានលើកលែងឲ្យអញ្ចឹងឲ្យនាងជួទៅដោយសារតែបរិយនាងទិញមកអស់លុយច្រើនដែរបើសិនជាអត់ជួស្ដាយអញ្ចឹងបាននិយាយទៅមនុស្សដែលនៅជុំវិញខ្លួនរបស់យ៉ានីកូរបស់យើងគឺថាពួកគាត់សិតតែជាមនុស្សល្អទេគឺជាអ្នកដែលអស់ទាញឲ្យយ៉ានីកូរបស់យើងនឹងដើរផ្លូវល្អវិញអញ្ចឹងទៅក៏ប៉ុន្តែយ៉ានីកូរបស់យើងនាងគឺជានារីក្បាលដែកហើយសួតតាមទៀតគេប្រើឲ្យចេះស្ដាប់ទេរឹងក្បាលហើយមែនទែនអូខេឥឡូវសេរឿងរបស់យើងក៏បានកាត់មកខាងក្នុងទីក្រុងដោយស្របពេលដែរក៏យើងបានឃើញថាក៏មានឡានប្រកាសជាមួយនឹងខិត្តប័ណ្ណដែលគេបាននិយាយថានៅពេលនេះមកណានៅទីក្រុងរបស់គេគឺថាមានខ្យល់ស្ងួតហើយឲ្យប្រជាជននៅទីក្រុងហ្នឹងហើយពួកគេនឹងមានការប្រឹងប្រយ័ត្នមែនទែនដោយសារតែខ្យល់ស្ងួតហ្នឹងគឺវាអាចបង្កបានទៅជាអគ្គិភ័យជាយថាហេតុដែលគេមិនអាចព្រៀងទុកបានអញ្ចឹងទៅហើយការប្រកាសរបស់ពួកគេហ្នឹងគឺពិតជាល្អហើយមែនទែនដែលប្រកាសប្រាប់ប្រជាជនថានៅពេលដែលពួកគេនឹងជួបបរិយឬមួយក៏ជួបបរិយហើយកុំឲ្យចោលបរិយផ្ដេសផ្ដាស់អីឲ្យពួកគេនឹងក៏តិចជាមួយនឹងអាកតុយបរិយឲ្យវាអស់ភ្លើងល្ងើអញ្ចឹងទៅកុំឲ្យវាបង្កើតបានជាអគ្គិភ័យអញ្ចឹងហើយបើយើងក៏លេចទៅមើលអ្នកប្រកាសវិញម៉ែបរិយជាប់មាត់ទេអត់មានបានបោះបរិយអីចោលទេហើយអ្នកដែលដើរប្រកាសហ្នឹងគ្មានអាគេឆ្ងាយទេគឺថាអូនម្នាក់គ្នាយើងហ្នឹងគឺថាអូនខេនម៉ាជាមួយនឹងអូនហ្វូវ៉ានិងយ៉ានីកូរបស់យើងហ្នឹងគឺថាពួកគេបានដើរធ្វើការអញ្ចឹងទៅហើយអូនហ្វូវ៉ារបស់យើងហ្នឹងគាត់ក៏បាននិយាយថាឲ្យគាត់សុំទោសផងណាថ្ងៃនេះគាត់ហ្នឹងគឺពិតជារំខានទៅលើពួកគេទីពីរខ្លាំងមែនទែនគឺដោយសារតែបុគ្គលិកដែលត្រូវបំពេញជាមួយនឹងការងារនេះពួកគេគឺថាបានជាប់របបអញ្ចឹងទៅហើយពួកគេថាមិនបានមកក៏បានយកជាមួយយ៉ានីកូនិងអូនខេនម៉ារបស់យើងឲ្យពួកគេមកធ្វើការជំនួសអញ្ចឹងសិនទៅយ៉ានីកូនិងខេនម៉ាប់យើងក៏បាននិយាយថាអូខេអីទេការងារប៉ុណ្ណឹងគឺថាពួកគេទាំងពីរនេះអាចជួយទៅលើអូនខេនវ៉ារបស់យើងបានតែសេរីម៉ែលីមួយណាក៏ស្រាប់តែពួកគេនឹងនិយាយគ្នាមិនតបានប្រហែលព្រោះអាឡានមួយនោះបើកទៅធម្មតាទេតែរឿងមិនធម្មតានោះគឺថាយ៉ានីកូរបស់យើងបានបញ្ចេញជាមួយនឹងអ៊ូស្ម៉ាន់សែងផោមរបស់នាងក៏បានបំពល់ជាមួយនឹងបរិស្ថាននៅក្នុងឡានមួយនេះក៏បានធ្វើឲ្យពួកគេនឹងបើកឡានស្កប់បាត់ហើយបានហើយធ្វើឲ្យពួកគេទាំងពីរអ្នកផ្សេងទៀតក៏បានស្រែកឡូឡាពេញឡានថាយ៉ានីកូឈប់យ៉ានីកូឈប់តពីឡាននោះបានឈប់ងក់បើកជាមួយនឹងអួយ
មកម៉ែលេមណាភីអាជាមួយណាក្លិនផោមជួយយ៉ាងខាងក្រៅហើយបើយើងក៏เลยจะមើលមុខពួកគេវិញម៉ែមួយភ្នែកឡើងសព្រាតដោយសារតែពួកគេគឺថាពិបាកទ្រាំហើយមែនទេបាទតទៅពីនោះក្រោយមកក៏ស្រាប់តែអូនហ្វូអាមយើងនាងប្រហែលជាពលផោមហើយមែនទេបាទជាបែកកណិតនាំជាមួយនឹងយ៉ានីកូយើងនាំផោមដាក់មីក្រូឯណាពេលដំបូងយ៉ានីកូយើងនាងថាមិនចង់ធ្វើទេគឺដោយសារតែមានការលើកទឹកចិត្តពីមិត្តភ័ក្តិរបស់គេពី3នាក់ហ្នឹងក៏បានធ្វើយ៉ានីកូយើងមានកម្លាំងចិត្តយ៉ានីកូក៏បាននិយាយថានាងគឺថាអស់ហើយលែងមានទៀតហើយចំណែកឯមិត្តភ័ក្តិរបស់គេម្នាក់ទៀតក៏បាននិយាយថាទៅផោមអើយចាំនាងឲ្យរង្វាន់ម្ដៅមកបន្ទាប់ពីយ៉ានីកូយើងបានលឺថាឲ្យម្ដងចឹងទៅម៉ែនាងមិនដឹងថាបានកម្លាំងខ្យល់មកពីណាទៅក៏បាត់ដាក់ពឺតហើយជាមួយនឹងអាឡានោះក៏បានបាក់ទៅមុខបានធ្វើឲ្យប្រជាជននៅទីក្រុងក៏បានលឺសំឡេងផោមរបស់យ៉ានីកូរបស់យើងម៉ែមួយលេងធ្វើអីប្រោយអង្គុយស្ដាប់ផោមរបស់យ៉ានីកូរបស់យើងឯណាជឿមកយ៉ានីកូនៅតែបន្តនិយាយថាខ្ញុំអស់ហើយចំណែកមិត្តភ័ក្តិរបស់គេពីរនាក់ទៀតក៏បាននិយាយថាខំទៀត friend ខំទៀតទីទៀតយើងជោគជ័យហើយស៊ូ friend ស៊ូយើងកុំខ្វល់ពីអ្នកដែលកំពុងតែញ៉ាំបាយជាពិសេសអ្នកកំពុងតែមើលហ្នឹងមិនដឹងថាគាត់ហ្នឹងកំពុងតែធ្វើអីទេប្រហែលជាញ៉ាំបាយហើយមើលទៅខ្ញុំនិយាយទៅមិនដឹងអ្នកគ្នាកំពុងញ៉ាំបាយអត់ទេនេះម៉ែលេងមិនណាក៏ស្រាប់តែយ៉ានីកូរបស់យើងក៏បានបើកឡានកាត់មុខផ្ទះរបស់លោកតារបស់យើងបាត់ទៅហើយបាទដោយស្រុកពេលដែរក៏យើងបានឃើញថាលោកតារបស់យើងក៏ថាកំពុងតែរៀបចំធ្វើការញ៉ាំអាហាររបស់គាត់អញ្ចឹងទៅហើយស្រុកពេលដែរក៏កំពុងតែធ្វើការរៀបបង្ញ៉ាំហ្នឹងម៉ែលេងមិនណាយ៉ានីកូរបស់យើងក៏បានបន្តជាមួយនឹងសម្លេងខ្យល់របស់នោះដាក់ពឺតហើយក៏បានធ្វើលោកតារបស់យើងគាត់ក៏មានអារម្មណ៍ថាឆ្អែតបាយណាស់មែនទែនព្រោះដោយសារតែសម្លេងមួយនេះគឺវាគឺពិតជាឆ្ងាញ់ណាស់មែនទែនមិនបាច់ភ្លក់រសជាតិទេមិនបាច់ហិតទេគាត់ដឹងថាឆ្ងាញ់ដែរដូច្នេះគាត់ក៏បានឆ្អែតបាត់ទៅហើយបាទឥឡូវសេរឿងរបស់យើងក៏បានកាត់មកកន្លែងថ្មីដែលវានឹងគឺថាឃើញជាមួយនឹងយ៉ានីកូយើងគឺគាត់កំពុងតែធ្វើការអោនរើបរិយតែបរិយនាងបានរើហ្នឹងវាគឺជាបរិយដែលគេបានបោះចោលទេដល់ថានាងដាច់បរិយដល់ពីញ៉ាទេក៏បានអោតគោលុកចូលទៅហើយក៏បានជាប់ជាមួយនឹងអានោះពាក់កណ្ដាលខ្លួនម៉ែលីមិនណាក៏ស្រាប់តែអូនហ្វូអាមយើងបានឃើញអញ្ចឹងទៅនាងក៏បានជួយធ្វើការរុញដើម្បីយ៉ានីកូយើងនាងយកបរិយបានហើយបន្ទាប់មកគាត់ក៏បាននិយាយថាបានទេ friend បានទៅយ៉ានីកូក៏បានតបថាមិនតិចទៀតចិត្តបានអីហើយចំណែក iPhone អានមកយើងវិញនេះក៏បានខំប្រឹងរុញអញ្ចឹងទៅដើម្បីឲ្យយ៉ានីកូយើងឆាប់យកបានអញ្ចឹងហើយនាងក៏បានស្ទួយទៀតថាបានទេ friend បានទៅយ៉ានីកូយើងក៏បានតបទៀតថានៅទៀតតិចទៀតហើយនាងក៏បានរុញយកអញ្ចឹងទៅពេលដែលនាងគឺថាបានរុញជាមួយនឹងយ៉ានីកូយើងពីក្រោយនោះបន្ទាប់មកក៏ស្រាប់តែនាងក៏បានកលៃភ្នែកទៅខាងកន្លែងគៀនជាមួយនឹងលបងនោះក៏បានឃើញថាមានពូនោះមកពួកគាត់កំពុងតែធ្វើការឈើមើលពួកគេជួយរុញគ្នាអញ្ចឹងទៅហើយលោកអមម្នាក់នោះផងណាក៏បានសួរទៅកាន់គ្នារបស់គាត់ថាហេមើលគេធ្វើគេណាហើយលោកអមនោះក៏បានតបថាហេអញមិនដឹងទៅសួរគេខ្លួនឯងហើយចំណែកអូនហ្វូអានមកយើងវិញនឹកពេលដែលនាងគឺថាបានឃើញចឹងហើយធ្វើនាងគឺពិតជាមានអារម្មណ៍ថាអៀនខ្លាំងមែនទេដោយសារតែអាទង្វើនាងធ្វើនោះដូចជាមិនសមរម្យទេដោយសារតែរុញពីក្រោយអីណាជឿមកហើយបន្ទាប់មកក៏ស្រាប់តែសេរឿងរបស់យើងក៏បានកាត់មកកន្លែងទឹកមួយដែលវានេះគឺមានស្ពានមានទឹកហូរទឹកអីចឹងទៅហើយក៏មានអ្នកដែលជួបប្រៃក៏បាននិយាយពោពាក្យថាទឹកអើយទឹកហូរមិនចេះហត់តែអ្នកហែបន្ទាប់ពីនោះក្រោយមកក៏យើងបានដឹងថាចុំយីអើយអូនស្រីយ៉ានីកូរបស់យើងក៏បានកាត់មកអង្គុយជួបប្រៃនៅកន្លែងមាត់ទឹកនេះបាត់ហើយបាទបើសិនជាយើងកន្លែងទៅមើលទឹកមុខរបស់អូនយ៉ានីកូរបស់យើងវិញមើលទឹកមុខរបស់នាងគឺពិតជាសែនខ្លាំងមែនទែនហើយនាងក៏បាននិយាយថាទលេមួយនេះគឺវាគឺពិតជាវែងខ្លាំងមែនទែនវាបានដូចជាបរិយដែលនាងកំពុងតែជួបនឹងនៅពេលដែលនាងបានជួបហើយក៏បានរលាយផ្សែងនឹងបាត់ចេញពីមុខរបស់នាងចំណែកឲ្យទលេមួយនេះផងណាប្រៀបបានដូចជាជីវិតរបស់នាងដែលវានឹងគឺពិតជាវែងឆ្ងាយខ្លាំងមែនទែនមិនដឹងថាតទៅមុខទៀតជីវិតរបស់នាងត្រូវជួបរឿងអ្វីខ្លះទេហើយបន្ទាប់ពីនាងបានដាក់ម្ដងអង្គុយគិតពីជីវិតរបស់នាងនោះក៏ស្រាប់តែមានក្មេងម្នាក់ដែលនាងក៏បានលងទឹកហើយនាងក៏បានស្រែកថាជួយខ្ញុំផងខ្ញុំលងទឹកចិត្តងាប់ហើយលឿនបានមកជួយទេខ្ញុំងាប់ទៅលើហើយចំណែកយ៉ានីកូរបស់យើងក៏បានឃើញបែបនេះហើយនាងក៏ពិតជាមានអារម្មណ៍ថាភ្ញាក់ផ្អើលមែនទែនដែលសារតែនាងមិនដែលឃើញថាណាគេលងទឹកទៅមុខនាងនោះទេយ៉ានីកូក៏បាននិយាយថាចាំផ្លែកំតអងប់ខ្លួនពេកចាំផ្លែសិនទេខ្ញុំជួបប្រៃម្ដងសិនមើលចិត្តអស់នេះសពាក់កណ្ដាលហ្នឹងបន្ទាប់ពីនាងបានជួបប្រៃហើយនាងក៏បានលោតទឹកប្រងហក់ទៅជួយលើអូនស្រីម្នាក់នោះបានសម្រេចបន្ទាប់ពីនាងបានជួយហ្នឹងមកលើកអូនស្រីឡើងមកខាងលើដើម្បីឲ្យផុតពីទឹកចឹងទៅក៏បាននិយាយថាយ៉ាងម៉េចហើយក៏បានជះជាមួយនឹងក្លិនមកកាន់អូនស្រីរបស់យើងធ្វើឲ្យនាងពិតជាមានអារម្មណ៍ថាអូជួយមកខ្លាំងមែនទែនបាទឥឡូវសេរឿងរបស់យើងក៏បានកាត់មកខាងអូនស្រីពី3នាក់នេះដែលពួកគេនឹងគឺថាកំពុងតែធ្វើការញ៉ាំអីនៅកន្លែងអាហារដ្ឋានមួយកន្លែងទៅវិញមកទៅញ៉ាំជាមួយនឹងអានំប៉័ងនាងបានញ៉ាំនោះដាក់មួយម៉ាត់បាត់ទៅហើយបាទហើយនៅពេលដែលនាងកំពុងតែញ៉ាំហ្នឹងនាងក៏បានចាប់អារម្មណ៍ឃើញថាជុំនំប៉័ងនេះជាមានស្អីគេខាងក្នុងមិនទេក៏បានទាញមកមកឃើញជាមួយនឹងកតុយបរិយនោះនាងក៏បានសួរកាន់មិត្តភក្តិរបស់នាងថាហេ friend មើលនេះស៊ីកាកតុយបរិយមែនណាជុំនំប៉័ងថាងកតុយបរិយអញស៊ីទៀតបន្ទាប់ពីគេនឹងឃើញបែបនេះហើយនាងក៏បានស្រ័យសួរទៅកាន់អ្នកធ្វើហ្នឹងថាតាណាគេអ្នកធ្វើអាហ្នឹងឲ្យខ្ញុំញ៉ាំម៉ែលេងមិនណាក៏ស្រាប់តែបុគ្គលិកមួយនោះក៏បានមកច្អមម្នាក់នេះថានេះម្នាក់នេះជាបុគ្គលិកថ្មីតែមកចូលធ្វើការបើសិនជាយើងកន្លែងទៅមើលអ្នកធ្វើម្ហូបហ្នឹងគ្មានណាគេឆ្ងាយទេគឺថាយ៉ានីកូរបស់យើងនឹងហើយនៅពេលដែលនាងកំពុងតែធ្វើការធ្វើម្ហូបអីឲ្យគេញ៉ាំហ្នឹងម៉ែលេងមុតរបស់នាងកំពុងតែបៀមប្រេមម្ដង5 6 7ដើមមកអត់ដៃកាន់ប្រៃម្ដងទៀតកំពុងតែប្រពងជាមួយនឹងដំឡូងនោះអត់ដឹងណាគេនាំយ៉ានីកូរបស់យើងមកចូលធ្វើការកន្លែងធ្វើម្ហូបហ្នឹងម៉ែដល់គោអីជក់ប្រៃមកសុំទេងុំធ្លាក់ជាមួយនឹងប្រៃហ្នឹងចូលទៅកាន់កន្លែងនំអានាងបានធ្វើហ្នឹងក៏បានយកឲ្យភ្ញៀវញ៉ាំទៀតម៉ែពេញលេងបរោយអញ្ចឹងតើបានកតុយប្រៃក្នុងនំប៉័ងរបស់អូនស្រីម្នាក់នោះឥ
លើសេរីមួយនេះគឺថាខ្ញុំសូមកាត់ចប់បត្រឹមសិនអ្នកនរគ្នាបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងការសម្រេចរបស់ខ្ញុំអ្នកទាំងអស់គ្នាកុំភ្លេចទៅការចុច like ក៏ដូចជា subscribe របស់ខ្ញុំបានឲ្យច្រើនមកឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្ថែមទៀតចឹងទៅឥឡូវពីចំណុចនេះផងណាខ្ញុំបាទ Fuja Anime ខ្ញុំបាទសូមជម្រាបលាបាយបាយ